សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការអាប់ដេតរបស់ account ថៃដំបូងឡើយយើងចូលទៅលើ menu setting បន្ទាប់មកចូលទៅកាន់ accounting ហើយធ្វើការคลิกទៅលើ account ថៃបន្ទាប់មកយើងមើលមកខាងក្រោមគឺជា list របស់ account ថៃហើយយើងមើលទៅ account ថៃមួយណាដែលយើងចង់អាប់ដេតបន្ទាប់មកយើងធ្វើការคลิกទៅលើប៊ូតុង action ដែលនៅខាងស្ដាំដៃហើយយើងคลิกទៅលើប៊ូតុង edit ដែលនៅខាងក្រោមហើយវានឹងឲ្យយើងធ្វើការកែប្រែនៅលើប្រអប់ edit ខ្ញុំអាចដាក់ឈ្មោះថា sell income ក្នុងក្រុមនេះគឺយើងអាចផ្លាស់ប្ដូរក្រុមបានដាក់វាទៅជាប្រភេទ expense ឬមួយក៏ជាប្រភេទ asset ក៏បានហើយខ្ញុំធ្វើការ change description បន្ទាប់មកខ្ញុំคลิกទៅលើប៊ូតុង update ហើយខ្ញុំចូលមកមើលនៅ Lisa ដែលនៅខាងក្រោមនេះគឺជាអ្វីដែលយើងបាន update ឲ្យមិញ